ភ្លេចខ្លួនសល់មិនប្រមាណថ្ងៃទៀតដាច់មួយឆ្នាំទៀតហើយពេលវេលាពិតជាដើរលឿនណាស់ប៉ុន្តែក៏មិនលឿនពេកដែរព្រោះតម្រាំមកដល់ចុងឆ្នាំនេះជីវិតខ្ញុំក៏បានជួបរឿងមិនតិចដែរអរគុណចំពោះមនុស្សដែលធ្លាប់ជួយខ្ញុំទោះតិចក្តីច្រើនក្តីខ្ញុំចាំជានិច្ចអរគុណមនុស្សល្អៗដែលតែងតែនៅក្បែរនិងផ្ដល់កម្លាំងចិត្តដល់ខ្ញុំអរគុណភាពលំបាកដែលបង្រៀនឲ្យខ្ញុំចេះរឹងមាំនិងតស៊ូនៅក្នុងជីវិតភ្លេចខ្លួនសល់មិនប្រមាណថ្ងៃទៀតដាច់មួយឆ្នាំទៀតហើយពេលវេលាពិតជាដើរលឿនណាស់ប៉ុន្តែក៏មិនលឿនពេកដែរព្រោះតម្រាំមកដល់ចុងឆ្នាំនេះជីវិតខ្ញុំក៏បានជួបរឿងមិនតិចដែរអរគុណចំពោះមនុស្សដែលធ្លាប់ជួយខ្ញុំទោះតិចក្តីច្រើនក្តីខ្ញុំចាំជានិច្ចអរគុណមនុស្សល្អៗដែលតែងតែនៅក្បែរនិងផ្ដល់កម្លាំងចិត្តដល់ខ្ញុំអរគុណភាពលំបាកដែលបង្រៀនឲ្យខ្ញុំចេះរឹងមាំនិងតស៊ូនៅក្នុងជីវិតភ្លេចខ្លួនសល់មិនប្រមាណថ្ងៃទៀតដាច់មួយឆ្នាំទៀតហើយពេលវេលាពិតជាដើរលឿនណាស់ប៉ុន្តែក៏មិនលឿនពេកដែរព្រោះតម្រាំមកដល់ចុងឆ្នាំនេះជីវិតខ្ញុំក៏បានជួបរឿងមិនតិចដែរអរគុណចំពោះមនុស្សដែលធ្លាប់ជួយខ្ញុំទោះតិចក្តីច្រើនក្តីខ្ញុំចាំជានិច្ចអរគុណមនុស្សល្អៗដែលតែងតែនៅក្បែរនិងផ្ដល់កម្លាំងចិត្តដល់ខ្ញុំអរគុណភាពលំបាកដែលបង្រៀនឲ្យខ្ញុំចេះរឹងមាំនិងតស៊ូនៅក្នុងជីវិត